មួយខ្ញុំលួចស្រឡាញ់ដល់ហើយមុខក្រាំងហើយគេមិនឆ្លើយធ្វើឲ្យខ្ញុំចាប់អារម្មណ៍ម៉ូតូជិះកាត់ផ្ទះគេមួយថ្ងៃ20ជុំឃើញដំបងទាំងចង់យំចិត្តខ្ញុំត្រេកអរម្លេះទេអើយលោកឲ្យលោកឲ្យតាមអួយតិចមកលោកសុំជួបបងតិចមកឡាញ់គេស្រឡាញ់គេដល់បងចឹងហើយដល់ពេលក្រោយគង់តែផ្លាស់ប្ដូរតង់ឡើងសឹកអស់ឲ្យម៉ូតូជីជ្រងូឲ្យតាមរោបស្រឡាញ់គេដល់បងចឹងហើយដល់ពេលក្រោយគង់តែផ្លាស់ប្ដូរតង់ឡើងសឹកអស់ឲ្យម៉ូតូជីជ្រងូឲ្យតាមរោបងសើសួរឈ្មោះនាងគេប្រាប់ថានាងឈ្មោះខ្ចងមុខមាត់អត់បាត់តែម្ដងតែឈ្មោះខ្ចងចង់ស្លាប់គេថាពីមុនគេថានាងឈ្មោះកនត្រប់តែលើប្រឈ្មោះហៅជាប់គេហៅអូនថាអូនខ្ចងអូនហើយអូនគួរអាណិតអូនហើយដល់ឲ្យមកស្អាតបាតគេដាក់ឈ្មោះចឹងលយលោកសបាយទេលឺឈ្មោះគេអញ្ចឹងកវីក្បាលស្ងាត់ជើងមិនស្ដីអន់ចង់ហើយអ្នកអាព្រឹមព្រៃពេលឃើញស្រីញ៉ៃមិនតាន់វាបាត់ខ្ញុំរោគសង្សារទៅលក្ខការស្ងាត់បើវាដឹងវាស្កាត់ញ៉ៃចន្តែគ្នាឥឡូវសំមុខហើយសំនឹងរឹកវាមិនដែលចេះចែកគ្នាញ៉ៃយកតែឯងខ្ញុំលួចស្រឡាញ់ដល់ហើយមុខក្រាំងហើយគេមិនឆ្លើយធ្វើឲ្យខ្ញុំចាប់អារម្មណ៍ម៉ូតូជិះកាត់ផ្ទះគេមួយថ្ងៃ20ជុំឃើញដំបងទាំងចង់យំចិត្តខ្ញុំត្រេកអរម្លេះទេអើយលោកឲ្យលោកឲ្យតាមអួយតិចមកលោកសុំជួបបងតិចមកឡាញ់គេស្រឡាញ់គេដល់បងចឹងហើយដល់ពេលក្រោយគង់តែផ្លាស់ប្ដូរតង់ឡើងសឹកអស់ឲ្យម៉ូតូជីជ្រងូឲ្យតាមរោបស្រឡាញ់គេដល់បងចឹងហើយដល់ពេលក្រោយគង់តែផ្លាស់ប្ដូរតង់ឡើងសឹកអស់ឲ្យម៉ូតូជីជ្រងូឲ្យតាមរោបងសើសួរឈ្មោះនាងគេប្រាប់ថានាងឈ្មោះខ្ចងមុខមាត់អត់បាត់តែម្ដងតែឈ្មោះខ្ចងចង់ស្លាប់គេថាពីមុនគេថានាងឈ្មោះកនត្រប់តែលើប្រឈ្មោះហៅជាប់គេហៅអូនថាអូនខ្ចងអូនហើយអូនគួរអាណិតអូនហើយដល់ឲ្យមកស្អាតបាតទៅដាក់ឈ្មោះចឹងលយលោកសបាយទេលឺឈ្មោះគេអញ្ចឹងកវីក្បាលស្ងាត់ជើងមិនស្ដីអន់ចង់ហើយអ្នកអាព្រឹមព្រៃពេលឃើញស្រីញ៉ៃមិនតាន់វាបាត់ខ្ញុំរោគសង្សារទៅលក្ខការស្ងាត់បើវាដឹងវាស្កាត់ញ៉ៃចន្តែគ្នាឥឡូវសំមុខហើយសំនឹងរឹកវាមិនដែលចេះចែកគ្នាញ៉ៃយកតែឯង